នេះមកចេញវីដេអូឆ្លើយតបសំណួររបស់បងប្អូនទៀតហើយសំណួរដែលតែងតែសួរនាងខ្ញុំថាតើអ្នកនៅទន្លេកន្លែងដែលយើងរស់នៅហ្នឹងមានប្លង់ដីប្លង់កម្មសិទ្ធិដូចអ្នកនៅគោកដែរអត់ហើយមួយទៀតបើសិនជាករណីយើងចង់ខ្ចីលុយធនាគារតើយើងអាចយកប្លង់នៅទន្លេហ្នឹងយកទៅដាក់ប្រចាំខ្ចីលុយធនាគារបានអត់និយាយទៅសំណួរហ្នឹងគឺនាងខ្ញុំទទួលបានច្រើនហើយនាងខ្ញុំក៏ធ្លាប់បានឆ្លើយតបតាមរយៈ comment ខ្លះៗដែរប៉ុន្តែនៅតែមានបងប្អូនគាត់ឆ្ងល់នៅតែសួរទៀតអញ្ចឹងថ្ងៃនេះគឺនាងខ្ញុំធ្វើមួយវីដេអូហ្មងទៅដើម្បីឲ្យបងប្អូនក្រោយៗនៅពេលដែលគាត់សួរទៀតគឺនាងខ្ញុំឲ្យគាត់ចូលទៅមើលវីដេអូហ្នឹងហើយព្រោះកាលណាដែលយើងឆ្លើយតបតាម comment មិនសូវជាបានក្បោះក្បាយហ្មងទេអញ្ចឹងនាងខ្ញុំសូមបញ្ជាក់ជូនបងប្អូនថានៅទន្លេគឺគ្មានកណ្ដាស់ប្លង់ដីកណ្ដាស់កាន់កាប់កម្មសិទ្ធិអីដូចអ្នកនៅគោកទេដល់ពេលអញ្ចឹងបងប្អូនច្បាស់ជាឆ្ងល់ទៀតហើយបើសិនជាគ្មានកណ្ដាស់ប្លង់កាន់កាប់អីអញ្ចឹងហើយកន្លែងចតផ្ទះហ្នឹងមិនទៅគេអាចចតចូលកន្លែងយើងចតចូលកន្លែងគេអញ្ចឹងបើសិនជាមានបញ្ហាមិនដឹងថាកន្លែងណាជារបស់យើងកន្លែងណាជារបស់គេដោះស្រាយមិនទៅនៅទន្លេគ្មានប្លង់ដីដូចអ្នកនៅគោកក៏ប៉ុន្តែមានព្រំដូចបងប្អូនឃើញជាក់ស្ដែងអញ្ចឹងនេះគឺគេហៅថាបកគោលព្រំហើយបកគោលព្រំនេះគឺយើងមិនមែនចេះតែបោះខ្លួនឯងទេណាគឺភូមិឃុំគាត់ចុះមកវាស់វែងបោះឲ្យយើងអញ្ចឹងនៅពេលដែលខែទឹកឡើងលិចអាបកគោលព្រំនឹងបាត់ទៅតើយើងបានអីសម្គាល់ទៀតនៅពេលដែលខែទឹកឡើងខ្លាំងគឺដីនៅកន្លែងទៅនេះអត់មានទេណាបងប្អូនលិចទាំងអស់អ្នកទន្លេពេលខែទឹកឡើងគឺគ្មានដីទេអញ្ចឹងផ្ទះរបស់យើងក៏អត់នៅមុខទៀតដែរគឺយើងថយចូលមកក្នុងកន្លែងក្រោមដើមឈើអីនេះអញ្ចឹងគឺយើងមានដើមឈើជាព្រំរបស់យើងទៀតដូចបងប្អូនឃើញអញ្ចឹងដើមឈើហ្នឹងគឺមានបាំងសណាញ់មានចងបកគោលចងអីហ្នឹងគឺជាព្រំរបស់យើងអញ្ចឹងទោះបីជាព្រំនឹងលិចបាត់ទៅក៏យើងនៅមានដើមឈើរបស់យើងដែលសម្គាល់ថាហ្នឹងគឺជាកន្លែងរបស់យើងមកខាងដើមឈើម្នាក់កាលពីមុនគឺយើងអត់មានបោះបកគោលព្រំខណ្ឌចែកដីយើងចតផ្ទះអីអញ្ចឹងទេគឺយើងចំណាំកន្លែងយើងរៀងខ្លួនតែនៅពេលបច្ចុប្បន្ននេះគឺត្រូវតែបោះបងប្អូនបើសិនជាមិនបោះទេគឺមានបញ្ហាដោយសារតែមនុស្សនៅទន្លេពេលបច្ចុប្បន្ននេះគឺច្រើនអត់ដូចមុនទេកាលជំនាន់តាយាយនាងខ្ញុំចុះមកនៅដំបងម៉ាក់នាងខ្ញុំចុះមកនៅអីហ្នឹងគឺមនុស្សម្នារស់នៅទន្លេមិនមានច្រើនដូចពេលបច្ចុប្បន្នទេហើយកន្លែងដែលម៉ាក់យាយនាងខ្ញុំគាត់ចតផ្ទះរាល់ថ្ងៃនេះគឺយើងមិនបានទៅទិញពីអ្នកណាទេគឺយើងចាប់កន្លែងនៅជំនាន់ហ្នឹងគឺអត់មានពិបាកដូចពេលបច្ចុប្បន្នទេពេលដែលយើងចុះមកហ្នឹងយើងឃើញកន្លែងណាតនេដែលអត់មានគេនៅបើថាកន្លែងគេនៅហើយគឺជារបស់គេហើយតែកន្លែងដែលគេមិនទាន់នៅយើងមើលទៅនៅទីប្រជុំជនចិត្តបងចិត្តប្អូនកន្លែងណាដែលយើងគិតថាសមគួរនៅបានយើងក៏កាប់ឆ្ការសម្អាតព្រៃអីស្មៅអីអស់ទៅយើងក៏យកកន្លែងចតផ្ទះអញ្ចឹងកន្លែងហ្នឹងគឺជារបស់យើងហើយយើងមកមុនគឺជាកន្លែងរបស់យើងអ្នកមកក្រោយទៀតកន្លែងណាតនេក៏គេចតអញ្ចឹងទៅយើងមិនចាំបាច់ទៅសុំកម្មសិទ្ធិបញ្ញាពីអ្នកណាថាខ្ញុំត្រូវនៅកន្លែងនេះនៅកន្លែងនោះឬក៏ត្រូវទៅទិញកន្លែងគេអីគឺអត់មានទេកន្លែងណាតនេគឺយើងអាចចតបានហើយបងប្រុសនាងខ្ញុំនេះគឺគាត់កំពុងតែបោះបកគោលព្រំថែមទៀតដោយសារតែបកគោលព្រំរបស់យើងហ្នឹងគឺវាចាស់វាបាក់អីអស់ហើយអញ្ចឹងយើងធ្វើការបោះបន្ថែមទៀតហើយពេលដែលយើងបោះហ្នឹងគឺយើងមិនមែនចេះតែបោះចូលកន្លែងគេកន្លែងឯងណាគឺយើងបោះត្រឹមព្រំដែលភូមិឃុំគាត់បានចុះវាស់វែងឲ្យយើងថាកន្លែងយើងប៉ុណ្ណាគឺយើងបោះទៅតាមព្រំតាមបកគោលចាស់ហ្នឹងទៅដោយសារតែពេលបច្ចុប្បន្នមនុស្សរស់នៅច្រើនអញ្ចឹងហើយបានយើងមិនអាចមកនៅអីដូចមុនគ្មានព្រំបន្ទល់អីច្បាស់លាស់ហ្នឹងគឺអត់បានទេហើយបងប្អូនខ្លះក៏ថាអ្នកទន្លេហ្នឹងអត់ដែលមានបញ្ហារឿងព្រំដីកន្លែងចតផ្ទះហ្នឹងទេអីព្រោះអីអ្នកគោគឺមានណាបងប្អូនអ្នកទន្លេគឺមិនខុសអីពីអ្នកគោកទេបងប្អូនគឺដូចគ្នាអញ្ចឹងហើយបានថាដោយសារតែមើលឃើញពីបញ្ហារឿងដីធ្លីព្រំផ្ទះចតលើសលួសចូលគ្នាមានបញ្ហាតោះតេងអីនឹងឯងបានភូមិឃុំគាត់ចាប់ផ្ដើមវាស់វែងដាក់ព្រំអីអញ្ចឹងទៅអញ្ចឹងបើសិនជាអ្នកណាគេមកបំពេញខាងយើងឬក៏យើងទៅបំពេញខាងគេគឺយើងអាចមានសិទ្ធិរាយការណ៍ទៅកាន់ភូមិឃុំយើងអាចដាក់ពាក្យបណ្ដឹងបានអញ្ចឹងភូមិឃុំគាត់នឹងចុះវាស់វែងមើលថាតើខាងណាខុសខាងណាត្រូវអីអញ្ចឹងទៅគឺគាត់អាចកាត់ក្តីឲ្យយើងបានហើយវាអត់ដូចមុនទេពេលបច្ចុប្បន្ននេះសឹងថា 99% ទៅហើយដែលបងប្អូនយើងគាត់ហៅភូមិឃុំចុះមកវាស់វែងបែងចែកព្រំដីឲ្យបានច្បាស់លាស់ខាងនេះក៏គាត់មានព្រំរបស់គាត់ដែរអញ្ចឹងព្រំហ្នឹងគឺគេមិនមែនបោះតែបកគោលតូចសុទ្ធទេគឺគេមានដូចជាប្រអងអាឡាក់ធំគេហ្នឹង4-5ជាគោលអញ្ចឹងទៅគេបោះវាមកបានគេចងរខ្សែវាស់វែងឲ្យស្មើហើយបានគេបោះអាបកគោលតូចនឹងបន្ថែមទៀតហើយយើងក៏មានដើមឈើរបស់យើងជាសម្គាល់អីទៀតអញ្ចឹងទៅគឺថាមិនងាយនឹងមានបញ្ហាទេតែបើសិនជាករណីថាមានបញ្ហាគេដកបកគោលខិតឬក៏គេបំពេញយកដើមឈើអីរបស់យើងដែលភូមិឃុំគាត់បានដឹងច្បាស់ហើយថាកន្លែងហ្នឹងជារបស់យើងអីចឹងគាត់ចោះវាស់វែងស្រាប់ហើយណាដល់ពេលចុះមកមើលឃើញវាខុសប្រក្រតីអាហ្នឹងគឺគេនឹងចាត់ការទៅតាមហ្នឹងហើយ
ហើយបច្ចៈបងប្អូនបន្ថែមទៀតថាអ្នកទលេអាចខ្ចីលុយធនាគារបានអត់គឺខ្ចីអត់បានទេដោយសារតែយើងអត់មានប្លង់ដីអីប្លង់រឹងអីទេតែបើសិនករណីយើងមានដីនៅគោកអាហ្នឹងយើងអាចខ្ចីបានហើយចាំមើលថ្ងៃណាមួយស្នើសុំភូមិឃុំឲ្យគាត់ធ្វើប្លង់ទឹកឲ្យដល់ពេលយើងបានกระดาษប្លង់ទឹកហើយយើងយកទៅដាក់ធនាគារចាំមើលធនាគារឲ្យយើងខ្ចីលុយអត់ព្រោះអីប្លង់ទឹករបស់យើងនឹងរៀងធំដែរនិយាយលេងឯងបងប្អូនវីដេអូមានតែប៉ុណ្្នឹងឯងអរគុណសម្រាប់ការចំណាយពេលទស្សនាជួបគ្នានៅវីដេអូក្រោយបាយបាយ